នេះគឺជាវីដេអូថ្មីមួយទៀតដែលខ្ញុំទៅតែប្រឡងនៅម្ដុំលឹមឡុងបងប្អូនក៏សួស្ដីដល់អ្នកស្រឡាញ់ការបបកថៃដូចគ្នានេះគឺជាវីដេអូថ្មីមួយទៀតគឺថ្ងៃហ្នឹងទៅជាមួយក្របស្មាត់បងប្អូនគ្រាន់តែបើកក្បាលវីដេអូមកគឺក្របស្មាត់គាត់សុំខ្ញុំយូរហើយនិយាយរួមទៅអូនម្នាក់ហ្នឹងគឺសុំថាពូអើយព្រោះអញទៅលេងនៅដំណាខ្ញុំសុំទៅលេងម្ដងហ្នឹងហើយក៏ជូនតាមសំណូមពរគឺជូនគាត់មកលេងតាមមួយគ្រាណាមួយគាត់ស្រួលដោយសារអីបងប្អូនគាត់ចេះហែទឹកអញ្ចឹងខ្ញុំអត់សូវបារម្ភទេតែតោមួយអ្នកដែលលេងមួយខ្ញុំបងប្អូនខ្ញុំអត់គិតថាគាត់ក្មេងគាត់អីមិនខ្ញុំអត់ដែរគិតទេបងប្អូនសំខាន់ឲ្យតែគាត់មានពេលហើយចំពេលដែលខ្ញុំមានពេលដែរទើបខ្ញុំបបួលគាត់ថាអូនតនេអត់មកលេងមួយពូម្ដងមកអញ្ចឹងក៏វាឆ្លៀតពេលមកលេងមួយគ្នាមែនបងប្អូនគឺខ្ញុំលេងបងប្អូនគឺខ្ញុំលេងនៅខាងលើការ៉ាសាំងគីមឡុងបើការ៉ាសាំងគីមឡុងហ្នឹងគឺលិចវល់វែកបងប្អូនអើយគឺគប់អត់កើតទេទឹកហូរទឹកទន្លេវាហូរចូលមកដល់ពេលអញ្ចឹងទឹកតាចហាច់មែនតើបងប្អូនហើយយើងលេងអត់កើតទេខ្ញុំគប់នៅការ៉ាសាំងគីមឡុងដូចជាបានកន្លះម៉ោងហើយខ្ញុំបញ្ជាក់បងប្អូនខ្ញុំលេងបានដូចជា1ម៉ោងកន្លះទេទី1ថ្ងៃហ្នឹងវាបើកថ្ងៃខ្លាំងហើយខ្ញុំដូរប្រឡងមកលេងកន្លែងក្បែរការ៉ាសាំងគីមឡុងហ្នឹងគឺទឹកវាក្តៅបងប្អូនអញ្ចឹងទឹកម៉ោង4កន្លះហើយនៅក្តៅអញ្ចឹងត្រីដូចជាអត់សូវឡើងមកទេហើយជាក់ស្ដែងកន្លែងហ្នឹងគឺគប់បងប្អូនគប់ទៅគប់មកនុយជួក៏គប់នុយស្រស់ក៏គប់ហើយទី1ត្រីតូចវាខំលេបផ្លែរួចផងលេបនុយរួចវាមានខំច្រើនមែនតើបងប្អូនតែវាច្រើនប៉ុនមេណាយប្រកាច់ប្រកិនលើទឹកហ្នឹងគឺទូចបងប្អូនបើសិនជាត្រីធំប៉ុនក៏ដៃម៉ូតូអីអាហ្នឹងយើងគិតថាអូយើងយកបានក៏ប៉ុន្តែនេះត្រីទូចមែនតើដល់ថ្នាក់ខ្ញុំដាក់នុយជ័រទូចទេបងប្អូនក៏ខំអត់ចូលទេបងប្អូនកន្លែងហ្នឹងគឺវានៅកន្លែងតាមគៀនស្មៅបងប្អូនយើងអស់មកគឺខំគ្រាន់ថាវាអត់វត្តអត់ចូលនិយាយរួមត្រីវាទូចពេកនិយាយរួមទៅបងប្អូនហើយផ្លែខ្ញុំក៏អត់មានឧបករណ៍គ្រប់គ្រាន់ដែរនិយាយរួមទៅគឺយើងឆ្លៀតពីការងារហើយយើងតេរោគ្នាគឺទៅភ្លាមបងប្អូនហើយកន្លែងដែលខ្ញុំលេងហ្នឹងគឺគេមានដីឡូគេបងប្អូនវាពាត់លបងហើយយើងលូនចូលមកលេងកន្លែងហ្នឹងស្អាតយើងមើលពីខ្នល់មកវាឃើញប្រឡោះស្អាតប្រឡងកន្លែងហ្នឹងគឺស្អាតមែនតើបងប្អូនគឺយើងចូលមកលុយទឹកតែតាមកជើងដូចជាស្ដាយបងប្អូនឃើញហ្នឹងគឺលុយទឹកតែត្រឹមហ្នឹងទេបងប្អូនហើយត្រីខ្ញុំបញ្ជាក់កន្លែងហ្នឹងគឺខំដូចជាចាប់ផ្ដើមពីម៉ោង5កន្លះដល់ម៉ោង6ជាងគឺខំច្រើនហ្មងចាប់ផ្ដើមត្រីធំរឿងឡើងមកខ្លះរឿងមានមាត់ដេញចាប់នុយច្រើនមែនតើបងប្អូនក៏ប៉ុន្តែវាមិនដឹងមិនវាដូចសុបាយពុលទឹកហ្នឹងបងប្អូនដូចរបៀបថាវាមាននុយច្រើនកូនកែបច្រើនកូនត្រីច្រើនចលេនច្រើនដល់ពេលអញ្ចឹងទៅយើងគប់នុយច្រើនតែផ្អើលបញ្ញាក់នុយបងប្អូនដូចរបៀបវាគប់មកភ្ញាក់នុយអញ្ចឹងទៅវាកលេសខំតន់វាកលេសខំអត់តន់វាលែងដេញខំហ្មងនិយាយរួមត្រីវាអត់សូវចំណាប់ចាប់នុយបងប្អូនដោយសារអីទី1ដោយសារវាសបោនុយហើយគេលេងគេឆក់គេអីហងក៏យើងអត់ច្បាស់ដែរបងប្អូនហើយខ្ញុំបញ្ជាក់ថាកន្លែងហ្នឹងគឺហួសនៅខាងការ៉ាសាំងគីមឡុងខាងលើបងប្អូនបើយើងជិះពីពេញទៅនៅខាងស្ដាំដៃបើយើងជិះពីអ្នកលឿងថយលិចមកវានៅខាងឆ្វេងដៃលើការ៉ាសាំងគីមឡុងដូចជា50ម៉ែត្រ500ម៉ែត្រអីទេបងប្អូនគឺយើងមើលមកខាងលិចហ្នឹងគឺឃើញមានលបងមួយដូចបងប្អូនឃើញហ្នឹងគឺយើងលូនចូលមកលេងខាងហ្នឹងបងប្អូនហើយប្រឡងកន្លែងហ្នឹងខ្ញុំនឹងទៅតេស្តសាកម្ដងទៀតបងប្អូនគឺខ្ញុំមើលទៅប្រឡងកន្លែងហ្នឹងល្អច្រើនហើយមើលទៅវាតំណងលេងបងប្អូនដោយសារអីខ្ញុំអត់សូវមានពេលតេស្តច្រើនហេតុអីខ្ញុំដឹងថាត្រីហ្នឹងវាខំពេលល្ងាចច្រើនដោយសារអីខ្ញុំលេងនៅកន្លែងហ្នឹងមកអូនហ្នឹងខ្ញុំលេងដូចជាដល់ម៉ោង6កន្លះបងប្អូនដល់ទៅល្ងឹតទើបយើងសាតោបងប្អូនហើយខ្ញុំបញ្ជាក់ខ្ញុំមិនលេងតែមកប្រឡងហ្នឹងបងប្អូនគឺខ្ញុំតេស្តច្រើនមែនតើតេស្តតាមផ្លូវពីគីមឡុងហ្នឹងមកគឺ5 6ប្រឡងបងប្អូនតែប្រឡងដែលខ្ញុំគិតថាវាមានត្រីខំច្រើនហ្នឹងគឺប្រឡងដែលខ្ញុំលេងមួយអូនហ្នឹងបងប្អូននេះកន្លែងហ្នឹងមិនមែនម៉ោង5ទេបងប្អូនគឺដូចជាម៉ោង6ជាងហើយបងប្អូនតែវានៅភ្លឺទេបងប្អូនម៉ោង6ហើយនៅភ្លឺទេបងប្អូនហើយមើលបងប្អូនមើលទេសភាពគឺស្អាតមែនតើបងប្អូនគឺស្ងប់ខ្យល់ផងណាមួយតំណងថាគប់ដឹងតែខំបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណសម្រាប់អ្នកស្រឡាញ់ការបបកត្រីដូចគ្នា